តាជាហៅសុស្ដីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូទី23ថ្ងៃនេះយើងមកបន្តមេរៀនរបស់យើងបន្តទៀតប៉ុន្តែថ្ងៃនេះមានអីពិសេសជាងរដងតិចគឺយើងនឹងសិក្សាទាក់ទងទៅនឹងការរៀនសរសេរអក្សរចិនវិញម្ដងឃើញបងគាត់ខមមិនសួរច្រើនទាក់ទងទៅនឹងថាបងខ្ញុំអាចស្ដាប់បងបានខ្លះខ្ញុំអាចនិយាយបានខ្លះប៉ុន្តែបញ្ហាដែលធំបំផុតគឺការសរសេរបងអាចចែករំលែកបានអត់ទាក់ទងទៅនឹងការសរសេរបែបណាបាទអញ្ចឹងថ្ងៃនេះយើងនឹងមកសិក្សាទាក់ទងទៅនឹងអក្សរចិននឹងតែម្ដងប៉ុន្តែជាដំបូងសូមខន្តីអភ័យទោសផងពីព្រោះខ្ញុំនៅរៀនដែរទេហើយក៏ការសរសេរក៏មិនទាន់បានល្អប្រសើរនោះដែរអញ្ចឹងខ្ញុំចែករំលែកទៅនេះគឺអ្វីដែលខ្ញុំអាចដឹងបានហើយអ្វីដែលខ្ញុំបានរៀនមកគឺបែបណាអញ្ចឹងហើយខ្ញុំចែករំលែកទៅបន្តបែបហ្នឹងឯងបាទអញ្ចឹងបើសិននេះខ្វះខាតត្រង់ណាអីអធិស្ឋានផងបាទអញ្ចឹងរៀបរាប់ឲ្យអស់សេចក្តីទៅអក្សរចិនគឺផ្គុំឡើងអំពីគំនុកនីមួយទើបបង្កើតបានទៅជាតួអក្សរមួយបាទអញ្ចឹងគំនុកទាំងអស់នោះវាមានឈ្មោះរបស់វាផ្សេងទៀតដូចឧទាហរណ៍បងប្អូនឃើញគំនុកផ្ដេកមួយបែបនេះអញ្ចឹងគេអានថាហឹងបាទហឹងគំនុកមួយគំនុកហ្នឹងគេហៅថាហឹងបាទហើយមួយគំនុកទៀតនេះគេអានថាស៊ូបាទស៊ូអញ្ចឹងយើងតែឃើញគំនុកនីមួយទាំងអស់ហ្នឹងនៅក្នុងតួអក្សរនៃពាក្យណាមួយជារៀងរាល់ថ្ងៃតែម្ដងតួយ៉ាងដូចឧទាហរណ៍ពាក្យនេះមួយពេលយើងឃើញពាក្យហ្នឹងផ្គុំបញ្ចូលគ្នារួចពេលខ្លះយើងអត់ចាប់អារម្មណ៍ប៉ុន្តែវាក៏កើតឡើងអំពីគំនុកណាមួយនៃអក្សរចិនហ្នឹងឯងបាទអញ្ចឹងឃើញគំនុកពាក្យថាគំនុកហឹងហ្នឹងបានចូលរួមនៅក្នុងតួអក្សរនេះបាទអញ្ចឹងចូលមកដល់តួអក្សរស៊ូបាទគំនុកស៊ូបាទអញ្ចឹងគឺយើងគូពីលើចុះក្រោមស៊ូហើយក៏វាបានចូលរួមនៅក្នុងតួអក្សរមួយនេះតែបាទហើយគេហ្នឹងពាក្យស៊ឺបាទស៊ឺលេខ10អញ្ចឹងវាបានចូលរួមបែបហ្នឹងឯងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែហាត់សរសេរតាក់ទងទៅនឹងគំនុកទាំងអស់ហ្នឹងបាទយើងហាត់សរសេរវាជាប្រចាំថ្ងៃទៅយើងនឹងអាចសរសេរវាបានស្ទាត់ហើយល្អប្រសើរខ្ញុំសរសេរលើក្តារខៀនតែធ្វើវាចេះតែហៀពិបាកcontrol មែនតើពិបាកគ្រប់គ្រងមែនតើសរសេរទៅហើយតាមមួយទៀតខ្ញុំសរសេរក៏មិនសូវស្អាតសប្តាហ៍ហ្នឹងកំពុងតែហាត់រៀនសរសេរទៅហាត់ដែរបាទអញ្ចឹងបន្តទៅទៀតគំនុកប្រឆាត់មកឆ្វេងបែបនេះគេហៅភាបាទភាអញ្ចឹងដូចឃើញក្នុងតួអក្សរគឺវាបានចូលរួមចឹងដែរបាទមួយទៀតគំនុកដែលយើងចាំតែឃើញបតក់ពីលើតួអក្សរណាមួយនៃពាក្យដែលយើងបានឃើញសប្តាហ៍ហ្នឹងបាទបតក់មួយហ្នឹងក៏មានឈ្មោះដែរគេហៅថាទៀនបាទទៀនបតក់មួយពីលើបាទបតក់បែបនេះបតក់អញ្ចឹងគេហៅទៀនបាទមួយទៀតគំនុកបែបនេះបាទគូផ្ដេករួចពីលើចុះក្រោមទៀតបាទហឹងជឿបាទហឹងជឿអញ្ចឹងគំនុកបែបនេះក៏បានចូលរួមទៅក្នុងតួអក្សរបែបនេះបាទអញ្ចឹងបងប្អូនត្រូវរៀនពីគំនុកទាំងអស់ហ្នឹងឲ្យដល់ឲ្យបានច្រើនទៅបាទពីព្រោះគំនុកហ្នឹងមានច្រើនគំនុកនៃអក្សរចិនហ្នឹងគឺវាមានច្រើនបាទគំនុកមានច្រើនជាងហ្នឹងបាទខ្ញុំលើកមកបង្ហាញហ្នឹងឲ្យបងប្អូនដឹងទូថាមុននឹងយើងអាចសរសេរជាអក្សរចិនបានហ្នឹងយើងត្រូវដឹងអីសិនបាទគឺយើងត្រូវសិក្សាទាក់ទងទៅនឹងគំនុកទាំងអស់នេះសិនបាទដូចថាគំនុកហឹងបាទហឹងយើងគូពីណាទៅណាទៅបាទយើងអត់ដឹងថាយើងគូពីណាទៅណាទេអញ្ចឹងគំនុកនេះគឺយើងគូពីឆ្វេងមកស្ដាំមកនេះបាទដូចបន្ទាត់មួយអញ្ចឹងបើសរសេរឲ្យត្រូវអក្សរវាតែម្ដងគេហៅថាវាមានកាច់បន្តិចមានបត់បន្តិចអាហ្នឹងខ្ញុំក៏អត់អាចសរសេរដូចជនជាតិគាត់ដូចពុំនឹងបានដែរបាទគឺវាមានការស្មុគស្មាញលំបាកប៉ុន្តែឲ្យយើងដឹងថាតើគំនុកនីមួយហ្នឹងយើងគូយើងសរសេរដោយវិធីណាគូពីណាទៅណាអញ្ចឹងទៅអញ្ចឹងបងប្អូនដែលបានទស្សនាវីដេអូនេះសូមទៅសិក្សារៀនសូត្រទាក់ទងទៅនឹងគំនុកទាំងអស់នេះសិនបាទអូខេមកដល់បន្តទៀតណាបាទណាយើងគូប្រឆាត់ពីលើចុះក្រោមឈាមមកស្ដាប់ណាបាទណាអញ្ចឹងគឺគូបែបនេះបានចូលនៅក្នុងតួអក្សរមួយនេះយើងនឹងឃើញគំនុកពេលដែលយើងសិក្សាគំនុកទាំងអស់ហ្នឹងយើងចាំយើងដឹងថាគំនុកហ្នឹងគូទៅណាពេលដែលយើងឃើញពាក្យហ្នឹងវាបានផ្គុំចូលគ្នាដោយគំនុកទាំងអស់ហ្នឹងបងប្អូននឹងអាចដឹងថាគំនុកហ្នឹងយើងគួរសរសេរយ៉ាងណាបាទឧទាហរណ៍យើងឃើញពាក្យយើងឃើញគំនុកហឹងជឿអញ្ចឹងយើងដឹងបាទហឹងជឿបាទអញ្ចឹងយើងអាចសរសេរបាទមួយទៀតធាបាទធាអញ្ចឹងយើងគូពីក្រោមឡើងលើអញ្ចឹងបើនិយាយពីពាក្យបងប្អូនប្រកាសជាឃើញពាក្យហ្នឹងឃើញច្រើនមែនតែវាក៏កើតឡើងពីគំនុកដែលមានឈ្មោះថាធាណាហឹងជឿទៀនភាសុហឹងអញ្ចឹងទៅបាទឥឡូវយើងមកសិក្សាពីគំនុកបន្តទៀតដែលគំនុកនោះយើងអានថាហឹងស៊ូកោបាទហឹងស៊ូកោអញ្ចឹងតួអក្សរចិនគឺវាមានកន្លែងបត់បន្តិចនឹងដែរបាទអញ្ចឹងពេលដែលយើងសរសេរបើយើងអត់ស្គាល់គំនុកនឹង
ta xây bàm na thế chẳng dương về khá dương phịch ta xây biên tích nước bản chẳng có vì chia cả khó khăn môi này để tao làm cả ta xây ở sau này đôi tao tiền đó su câu vì miền vì lơ hết vì miền không biết tranh tư màn tích nước tiết đó bà chẳng bây giờ squall cũng nung từ ốc nắng á bây giờ khơi tua so ta có đằng tam bật nắng cùng nung ní một viên chạy cả hở su câu bà chắc dương khơi việc từng ông đi riêng rồi ngày bên trái dương ở ban chạp bảo đảm thắt á anh nắng vía có ca lái ông pi cùng nung từng ông này ru mà trâu kia bột mà trâu kia tới việc ban từ chi pi ai mùi chẳng tới bà chắc với bộ phone chơi hạ cùng nung chạy từ xe cùng nung squall cùng nung nắng nhưng hai tham mấy hai cùng nung nung tiên pina từ ná pe nốt bộ phone hai cuộc từ xe bà bên to tiền chẳng anh ta hởn phía trắng này tua sau nó dương khơi nực nông tua sau mình cùng nung nắng á bà hởn phía bà trắng hởn câu bà không bia màn tính nhá dương anh ta câu bà không bia tranh bia màn tính nhá bà và tôi tiền su quán câu bà xong tốt su quán câu bà chẳng như khơi nực nông tua sau mình mỗi tiền phía dưa bà môi trong coi là nhung lớp chu chịu thì hót bà su thía dương miến vì lời trong coi vì mình đi màn tích bà chẳng như là khơi một tua sau này sau đó một mìnhในក្នុងវីដេអូនេះគំនូទាំងអស់នេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទៅសិក្សាបន្ថែមទៀតពីគំនូនៃអក្សរចិនហ្នឹងពីព្រោះថាគំនូនៃអក្សរចិនមានច្រើនជាងនឹងទៀតនេះគ្រាន់ជាឧទាហរណ៍មួយផ្នែកតូចលើកយកមកចែកតម្លែងជាមួយបងប្អូនទាំងអស់គ្នាប៉ុន្តែសួរថាពេលដែលយើងឃើញពាក្យរាល់ថ្ងៃឧទាហរណ៍ថាយើងឃើញពាក្យមួយដែលថាវ៉ាមួយកូននេះឧទាហរណ៍អញ្ចឹងណាពេលដែលសេដៃគាត់ណាតែសេមិនបានដូចពុំ100%ទេអញ្ចឹងជាស្រ័យបតាម្ដងអញ្ចឹងសួរថាឧទាហរណ៍យើងឃើញពាក្យមួយបាទពាក្យថានីមួយអញ្ចឹងយើងចង់ដឹងថាតើពាក្យនឹងមួយសរសេរចាប់ផ្ដើមពីអីមុនគេគំនុំណាមួយមុនគេអញ្ចឹងបងប្អូនអស់បារម្ភសូមបងប្អូនទៅដោននៅក្នុងទូរស័ព្ទទាំងអស់គ្នាដោយ app ចំនួន2តែពិតហ្នឹង app 2ហ្នឹងប្រើបានស្ទើរគ្នាដូចគ្នាទេអញ្ចឹងបងប្អូនខ្ញុំអាចសូមដោនត្រឹមទី1ឈ្មោះវា Chinese hand បាទ Chinese hands dictionary បាទហើយមួយទៀត Cleco TLECO សូមដោនទាំងពីរហ្នឹងហើយtrongវីដេអូខ្ញុំនឹងបង្ហាញអំពីរបៀបនៃការប្រើប្រាស់ Chinese hands dictionary បាទអញ្ចឹងពេលដែលបងប្អូនទាំងអស់គ្នាមានកម្មវិធីនឹងនៅក្នុងដៃហើយពីអ្វីក៏ដោយដែលបងប្អូនចង់ដឹងថាតើពាក្យនោះគេសរសេរគំនូសណាមួយមុនគំនូសណាមួយបន្ទាប់លោកបងប្អូននឹងអាចដឹងតែម្ដងមិនចាំបាច់សួរខ្ញុំទៀតទេបាទអញ្ចឹងរាល់ថ្ងៃខ្ញុំក៏ពឹងលើ app ទាំងអស់ហ្នឹងដែរដើម្បីហាត់រៀនសរសេរឧទាហរណ៍ពាក្យនេះអញ្ចឹងពេលនៅក្នុងពេលយើងសរសេរពាក្យនឹងចូលទៅកម្មវិធីគេនឹងបង្រៀនយើងគេនឹងប្រាប់យើងថាគំនូសទី1យើងគូពីគេគំនូសទី2គំនូសទី3គូពីគេគំនូសទី4គំនូសទី5គំនូសទី6ទី7អីចឹងទៅបាទអញ្ចឹងនៅក្នុង app ហ្នឹងគេនឹងបង្រៀនយើងបាទហ្នឹងឯងអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះអញ្ចឹងបើសិនជាមានចំណុចខ្វះខាតអីសូមជួយកែតម្រូវខ្ញុំផងអរគុណច្រើនសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូក្រោយបាយបាយចា៎ឥឡូវយើងបើកកម្មវិធីនឹងទាំងអស់គ្នាមកបាទ Chinese Hands Dictionary ហ្នឹងបន្ទាប់មកយើងវាយពាក្យណាដែលយើងចង់ឲ្យវាបង្រៀនយើងទៅនឹងការសរសេរណាបាទអញ្ចឹងខ្ញុំចាប់ផ្ដើមពីពាក្យថានីបាទវាយមកដំបូងខាងក្រោមនេះយើងចង់ឲ្យវាអានឲ្យយើងស្ដាប់你撇竖撇横撇竖钩撇点撇竖撇横撇竖钩撇点